បងប្អូនអ្នកគ្នាប្រភេទនេះជាប្រភេទ motor កាត់កៃរបស់ Makita ណា motor កាត់កៃនេះគឺលេខកូដ LS 1019 LS 1019L L ហ្នឹងគឺមាន laser នេះបាទមាន laser ហ្នឹងសម្រាប់ធ្វើការបង្ហាញភ្លើងនៅលើចំណិតដែលយើងត្រូវកាត់ហើយការសេរីមុំអីគឺតែលើតាបក៏មានដែរនេះសេរីមុំលើតាបក៏មានបាទរហូតដល់មុំ60ឆ្វេងស្ដាំបាទហើយមានក្រិត15 22.5 30 31.6ចឹងមកបាទនេះក៏មានក្រិតផ្សេងដែរមានក្រិតរហូតដល់45ប៉ុន្តែលោតដល់48បើយើងលួចຂະຫນាត់លីទេលោតដល់48អាចនិយាយបានថាបងប្អូនអ្នកគ្នាត្រឡប់ប្រើប្រាស់ឲ្យវាចូលជ្រៅបន្តិចដើម្បីធ្វើការងាយស្រួលផ្គុំអីគឺប្រភេទនេះគឺល្អមែនទែនហើយនេះគឺកងតាក់សេរីឆ្វេងស្ដាំចឹងមកបាទបង2សងខាងបង2បាទនៅកណ្ដាលស្រាប់បាទវាអាចថាកាត់បន្ថយ space ហើយអាចនិយាយបានថានឹងជាងមុនអញ្ចឹងណាប្រភេទនេះហើយ clean វាល្អបាទបដាងល្អហើយនេះឡុកចឹងទៅអូមកឆ្ងាញ់ហ្មងបងប្អូនគ្នា DXT គឺតួ motor ប្រឆិតកាត់បានច្រើនជាងមុនអញ្ចឹងទៅណាបាទនេះស្រេបាទបវលតាបជើងត្រូវជើងអីយើងបលូតបាននេះបាទយើងបលូតបានទៀតណាបងប្អូនគ្នាប្រភេទនេះតម្លៃយ៉ាងថ្លៃគួរសមដែរប៉ុន្តែបើការប្រើប្រាស់វិញនឹងល្អបាទហើយតើតោជាមួយនឹងប្រភេទនេះគឺ smooth ហ្នឹងបងប្អូនគ្នា smooth មែនតែនហ្មងចុចកុងតាក់គឺដំណើរការ smooth ហ្មងចឹងបងប្អូនអ្នកគ្នាមានតម្រូវការឬក៏ចង់សាកអីយើងមានរបស់សាកប៉ុន្តែប្រភេទប្រើខ្សែភ្លើងខ្ញុំគិតថាបងប្អូនអ្នកគ្នាដឹងហើយបាទរបស់ Makita គឺខ្លាំងមែនតើហើយធន់បើប្រើថ្មបងប្អូនអ្នកគ្នាអាចថាមិនទុកចិត្តនៃការប្រើប្រាស់រយៈពេលផ្សេងតែប្រភេទប្រើខ្សែនេះគឺមកឆ្ងាញ់ហ្មងបងប្អូនអ្នកគ្នាហើយលេខទូរស័ព្ទខ្ញុំដាក់ក្បែរវីដេអូស្រាប់ហើយបើសិនជាចង់មកមើលដល់កន្លែងគឺអាគារតាមបង្ហាញរបស់ក្រុមហ៊ុន TK Group ហាគីសែតែម្ដងបាទខ្ញុំមានប៉ុណ្ណឹងសូមអរគុណ